ភាពនៅផ្លូវវាងក្រុងខេត្តកំពង់ឆ្នាំងកំពុងតែធ្វើដំណើរទៅវត្តសុទ្ធទៅទស្សនៈសិក្សារៀនសូត្រអំពីរបៀបរបបនៃការកសាងរលកដើម្បីបានជាគំនិតក្នុងការនាំកសាងពីអនាគតនេះកំពុងតែនៅតាមផ្លូវវាងក្រុងដើម្បីទៅវត្តសុទ្ធជិះកង់3ជាមួយលោកប្អូន5អង្គទៅដំណើរទៅវត្តសុទ្ធភ្នំកងមាសភ្នំក្រាំងដីមាសហើយជា20នាទីទៀតហើយបានដល់វត្តសុទ្ធនៅខេត្តកំពង់ឆ្នាំងសម្បូរដើមត្នោតណាញាតិញោមសម្បូរដើមត្នោតដូចខេត្តកំពង់ស្ពឺអញ្ចឹងនៅតាមភ្លឺស្រែសម្បូរណាញាតិញោមមើលដើមត្នោតក្តៅហួតហែងដូចតែខេត្តដទៃៗអញ្ចឹងដែរភ្នំក្រាំងដីមាសញាតិញោមនៅភ្នំក្រាំងដីមាសភាពស្អាតភាពស្អាតនេះឃើញក្រុងពេញស្រែហ្នឹងជីញាតិញោមគោដាក់ក្នុងស្រែ